នំបញ្ចុកស្លខ្មែរបើទិញគេញ៉ាំមួយចានតែ5000ទេតែបើធ្វើញ៉ាំខ្លួនឯងដូចខ្ញុំចេះមួយឆ្នាំហ្នឹងគឺ25000តែគ្រាន់ថាយើងធ្វើញ៉ាំខ្លួនឯងអញ្ចឹងទៅយើងចង់មករសជាតិដិតប្រៃផ្អែមមិនយើងអាចធ្វើបានតែបើសម្រាប់ខ្ញុំវិញគឺចូលចិត្តរសជាតិបែបល្មមបានណាចូលចិត្តប្រៃទេហើយរបៀបធ្វើរបស់គេហ្នឹងដំបូងនេះខ្ញុំមកដាក់ដាំទឹកហើយមានគ្រឿងកាត់ឆ្អាបមានម្ទេសនិងស្លឹកក្រូចបើមានកូនលខីទៀតក៏កាន់តែល្អដែរតែខ្ញុំអត់មានដាក់តែប៉ុណ្្នឹងទេហើយខ្ញុំដាក់ស្ងោរត្រីចោលអញ្ចឹងណាបន្ទាប់មកយកមកបុកគ្រឿងនេះគ្រឿងខ្ញុំទិញមកពីផ្សារស្រាប់ប៉ុន្តែគ្រឿងគេហ្នឹងគឺអត់ឈ្ងុយទេអញ្ចឹងយើងធ្វើការយកមកបុកបន្ថែមមានខ្ជាយមានល្មៀតមានជាមួយនឹងខ្ទឹមសខ្ទឹមក្រហមហើយយើងបុកវាឲ្យម៉ត់អញ្ចឹងណាបុកមិនតាន់ម៉ត់ផងឥឡូវចាប់ផ្ដើមថៃយើងហ្នឹងចាប់ផ្ដើមឆ្អិនហើយអញ្ចឹងខ្ញុំសងថៃទុកម្ដុំសិនដើម្បីឲ្យវាត្រជាក់ដើម្បីយើងស្រូបបេះដែរកុំឲ្យវាក្តៅពេលដែលយើងបេះអញ្ចឹងណាបន្ទាប់ពីហើយនេះខ្ញុំបានបុកគ្រឿងយើងម៉ត់ហើយត្រីរបស់យើងក៏ចាប់ផ្ដើមចុះត្រជាក់ដែរអញ្ចឹងខ្ញុំចាប់ផ្ដើមមកបេះសាច់ត្រីយកឆ្អឹងត្រីហ្នឹងស្រួលទេអ្នកគ្នាឲ្យតែយើងស្គាល់ពីសាច់ត្រីហ្នឹងណាដោយសារតែឆ្អឹងហ្នឹងគឺវានៅតាមតំណងឆ្អឹងខ្នងវាហ្នឹងទេវាអត់ដូចប្រភេទត្រីរៀលត្រីអីឆ្អឹងនៅក្នុងសាច់អញ្ចឹងយើងពិបាកបេះតែបើសម្រាប់ត្រីហ្នឹងគឺងាយស្រួលមែនតើបន្ទាប់មកយើងចាប់ផ្ដើមមកបុកជាមួយនឹងគ្រឿងហើយនឹងសាច់ត្រីបុកមើលតែសាច់ត្រីជាមួយនឹងគ្រឿងយើងបានចូលគ្នាល្អហើយគឺខ្ញុំចាប់ផ្ដើមយកមកស្លចំពោះទឹកដែលស្លហ្នឹងគឺជាទឹកដែលយើងស្ងោរត្រីជុំផុកមុនហ្នឹងបន្ទាប់មកខ្ញុំដាក់សាច់ត្រីជាមួយនឹងគ្រឿងដែលយើងបុកហ្នឹងដាក់ចូលឆ្នាំងដែរមកហើយបន្ថែមជាមួយនឹងខ្ទិះដូងពេលយើងដាក់ខ្ទិះដូងអញ្ចឹងធ្វើឲ្យទឹកស្លរបស់យើងឈ្ងុយឆ្ងាញ់ខ្ទិះជាងមុនបន្ទាប់មកខ្ញុំចាប់ផ្ដើមវាយគ្រឿងមានអំបិល1ស្លាបព្រាប៊ីចេងកន្លះស្លាបព្រាជាមួយនឹងស្ករស2ស្លាបព្រាបាយអ្នកគ្រាហើយកុំភ្លេចបន្ថែមជាមួយនឹងទឹកត្រី2ស្លាបព្រាបាយផងហើយខ្ញុំកូរវាបន្តិចទឹកស្លយើងបានពុះហើយខ្ញុំភ្លក់វាស្ទើររសជាតិហាំងប្រៃបន្តិចអញ្ចឹងខ្ញុំបន្ថែមអំបិល1ចុងស្លាបព្រាជាមួយនឹងស្ករសបន្តិចដែរអ្នកគ្នាមើលតែខ្ញុំបន្ថែមប៉ុណ្ណឹងគឺរសជាតិដែលខ្ញុំចង់បានហើយគឺខ្ញុំចាប់ផ្ដើមរៀបចំបន្លែយើងថ្ងៃហ្នឹងគឺមានតែសក់ទៅយងចេកផ្កាស្នោជាមួយនឹងផ្កាកាផ្លោកហើយបានជាមួយនឹងនំបញ្ចុកយើងចូលទៀតខ្ញុំដាក់ឡើង2ច្បាយជាងអ្នកគ្នាបានធ្វើញ៉ាំខ្លួនឯងអញ្ចឹងនិយាយថាដាក់ឡើងមួយចានគោមអ៊ូមហ្មងណាហើយនៅទឹកស្លរបស់យើងពេលដែលបានសោជាមួយនំបញ្ចុកក្តៅចេះក្លិនមកគេឡើងឈ្ងុយប្រហើរហ្មងឈ្ងុយខ្ទិះដូងមកអ្នកគ្នាហើយនំបញ្ចុកនឹងដែរគួរតែរៀនធ្វើញ៉ាំទាំងអស់គ្នាពេលដែលជួបជុំបងប្អូនអីគួរតែធ្វើមុខម្ហូបនេះដោយសារតែនំបញ្ចុកស្លខ្មែរគឺជាអត្តសញ្ញាណខ្មែររបស់យើងហើយបន្ថែមជាមួយនឹងម្ទេសជាមួយនឹងជក់ទឹកសក់ទៀតឆ្ងាញ់អស់តោះ